នៅក្នុងថ្ងៃមុនយើងបានស្គាល់រួចមកហើយពីប្រាសាទព្រះគោនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ពីប្រាសាទទី2ជាបន្តទៀតដែលប្រាសាទនេះមានឈ្មោះថាប្រាសាទភ្នំធាតុប្រាសាទនេះខ្ញុំជឿថាមានបងប្អូនតិចតួចណាស់ដែលបានស្គាល់ហើយក៏នៅមានបងប្អូនជាច្រើនផ្សេងទៀតនៅមិនទាន់បានស្គាល់នៅឡើយថ្ងៃនេះយើងនឹងទៅស្គាល់ពីប្រាសាទមួយនេះទាំងអស់គ្នាប្រាសាទភ្នំធាតុមានទីតាំងស្ថិតនៅលើភ្នំធាតុក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបើតាមសភាពរបស់ប្រាសាទនេះគឺពិតជាគួរឲ្យសង្វេគខ្លាំងណាស់ពោលគឺប្រាសាទនេះមានការបែកបាក់អស់ទៅហើយដោយបន្សល់ទុកនៅតែផ្តែរនិងបំណែកឥដ្ឋរាយប៉ាយពេញផ្ទៃដីនិងឃើញមានសោមសូត្រសម្រាប់បង្ហូរទឹកមុនចេញពីប្រាសាទដែលការបង្ហូរទឹកមុនចេញពីប្រាសាទនេះគឺគេរៀបចំពិធីសេវៈរាត្រីដោយការបន់ស្រន់ដោយច្រូចទឹកពីលើព្រះសិវលិង្គជាមួយគ្នានេះយើងក៏ឃើញមានសល់ផ្ទាំងថ្មមួយដែលជាទម្រទ្រព្រះសិវលិង្គដែរតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាលក្ខណៈក្បាច់ចម្លាក់របស់ផ្តែរឃើញថាប្រាសាទភ្នំធាតុនេះស្ថិតនៅក្នុងរចនាបថផាឡាបរិវត្តន៍ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី6ដើមសតវត្សទី7ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាចំពោះខឿនជញ្ជាំងឥដ្ឋ4ជ្រុងនិងដំបូលប្រក់ស័ង្កសីគ្របពីលើដោយនៅចំកណ្ដាលមានទម្រទ្រព្រះសិវលិង្គនេះគឺជាការសង់ថ្មីដើម្បីឲ្យបងប្អូនមានភាពងាយស្រួលក្នុងការចូលទៅគោរពបូជាក៏ប៉ុន្តែរោងប្រក់ស័ង្កសីខាងលើមានសភាពចាស់ណាស់ទៅហើយតែអ្វីដែលគួរឲ្យរីករាយនោះគឺទោះបីជាប្រាសាទនេះមានការខូចខាតយ៉ាងធ្ងន់ធ្ងរនិងមិនសូវមានអ្នកស្គាល់ឬមិនសូវមានអ្នកមកទស្សនាក៏ពិតមែនតែតំបន់ប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិលេខ867ព្រមទាំងស្ថិតក្រោមការអភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថែមទៀតផងប្រាសាទភ្នំធាតុនេះគឺជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏យូរលង់មួយដែលផ្ដល់នូវភស្តុតាងយ៉ាងច្បាស់អំពីជំនឿសាសនានិងស្នាដៃស្ថាបត្យកម្មបុរាណនាសម័យមុនអង្គរហើយអ្វីដែលគួរឲ្យរំភើបរីករាយខ្លាំងបន្ថែមទៀតនោះគឺក្នុងពេលបច្ចុប្បន្នយើងឃើញមានការសង់រោងជាថ្មីព្រមទាំងមានការរៀបចំយ៉ាងស្រស់ស្អាតថែមទៀតផងត្រង់ចំណុចនេះខ្ញុំសូមនិយាយពីអារម្មណ៍ពិតបន្តិចផងចុះគឺខ្ញុំពិតជាមានក្តីរំភើបយ៉ាងខ្លាំងពិតមែនពីព្រោះនៅពេលដែលខ្ញុំចាប់ផ្ដើមស្រាវជ្រាវប្រាសាទនេះនៅមិនទាន់មានការសង់រោងថ្មីគឺមិនសូវមានសណ្ដាប់ធ្នាប់ព្រមទាំងមិនមានសោភ័ណភាពស្អាតនោះទេគឺមើលទៅពិតជាសង្វេគណាស់និងមិនមានអ្វីដែលធ្វើឲ្យមានអ្នកចាប់ចិត្តចង់ទៅទស្សនានោះទេតែក្រោយពេលដែលខ្ញុំបានស្រាវជ្រាវបានប្រហែលថ្ងៃក្រោយមកខ្ញុំក៏បានឃើញព័ត៌មានទាក់ទងទៅនឹងការរៀបចំបរិវេណនិងសង់រោងជាថ្មីពលគឺការស្រាវជ្រាវពីប្រាសាទនេះពីគេហទំព័រនៅថ្ងៃទី26ខែតុលាឆ្នាំ2025លុះដល់ថ្ងៃទី30ខែតុលាឆ្នាំ2025ពលគឺមានរយៈពេលរំលងតែ4ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការស្រាវជ្រាវរបស់ខ្ញុំគឺខ្ញុំបានឃើញព័ត៌មាននេះហើយខ្ញុំពិតជារំភើបនិងសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីនេះខ្ញុំក៏បានរៀបចំអត្ថបទសារជាថ្មីម្ដងទៀតដើម្បីរួមបញ្ចូលនៅអ្វីដែលទើបតែបានរៀបចំជាថ្មីនេះដែលការរៀបចំថ្មីក្នុងពេលបច្ចុប្បន្នឃើញហើយក៏ធ្វើឲ្យខ្ញុំរំភើបរីករាយនិងចង់ទៅទស្សនាផ្ទាល់ផងដែរចំពោះការរៀបចំថ្មីនេះយើងឃើញមានការសង់រោងថ្មីដែលមានដំបូលជារោងឌឿងដោយប្រក់ក្បឿងដែលមានសសរមូលធំធំចំនួន6ដើមដែលអមទៅដោយក្បាច់គំនូរស្លឹកពោធិ៍ពណ៌មាសតូចធំជាច្រើនពាសពេញផ្ទៃសសរទាំងមូលនិងគ្រប់សសរទាំងអស់ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងនោះយើងក៏ឃើញមានការសង់ជញ្ជាំងកម្រាស់ក្រាស់និងមានកាត់ជ្រុងឡើងមួយកន្លាក់នៅគែមជញ្ជាំងដើម្បីយកបំណែករបស់ប្រាសាទយកមកដាក់តាំងបង្ហាញឲ្យបងប្អូនមានភាពងាយស្រួលក្នុងការទស្សនាហើយការសង់ជញ្ជាំងថ្មីនេះគឺសង់ជុំវិញជញ្ជាំងចាស់ដោយមានគម្លាតសន្លមុំអាចឲ្យបងប្អូនដើរទស្សនាបំណែករបស់ប្រាសាទនេះបានដូចជាផ្តែរនិងរបស់ផ្សេងៗជាដើមទៀតជាមួយគ្នានេះជញ្ជាំងនេះក៏មានការលម្អដោយគំនូរដែលមានពណ៌មាសដែលក្រៅពីតួនាទីក្នុងការទ្របំណែករបស់ប្រាសាទវាក៏ជាការបន្ថែមនូវសោភ័ណភាពមួយផងដែរក្រៅពីនេះនៅខាងក្នុងរោងយើងក៏ឃើញមានជើងទម្រឬបល្ល័ង្កមួយដែលទ្រស្នាមទ្រនីនិងមានតម្កល់ព្រះសិវលិង្គនៅពីលើផងដែរ
ដែលស្នាមត្រូនីនិងព្រះសិវលិង្គនេះប្រហែលជាទើបតែយកមកតម្កល់នៅពេលដែលសង់រោងថ្មីនេះទេព្រោះកាលពីមិនទាន់សង់រោងថ្មីយើងពុំឃើញមាននោះទេព្រោះគឺមានតែបល្ល័ង្កមួយតែប៉ុណ្ណោះហើយចំពោះស្នាមត្រូនីនិងព្រះសិវលិង្គនេះខ្ញុំពុំបានដឹងច្បាស់ទេថាទាំងនេះជារបស់ប្រាសាទនេះផ្ទាល់ឬត្រូវបានយកមកពីប្រាសាទផ្សេងឬយ៉ាងណានោះទេដែលនេះក៏ជាចម្ងល់របស់ខ្ញុំដែរព្រោះបើមើលទៅស្នាមត្រូនីនេះហាក់ដូចជាពុំមានភាពស៊ីចង្វាក់ជាមួយនឹងបល្ល័ង្កនោះទេពោលគឺផ្ទៃបល្ល័ង្កមានទំហំធំជាងស្នាមត្រូនីតែទោះជាយ៉ាងណាក្តីក៏នេះគឺជាព្រះសិវលិង្គដែលជានិមិត្តសញ្ញារបស់ព្រះសិវៈដែលជាអាទិទេពដ៏សំខាន់មួយក្នុងព្រហ្មញ្ញសាសនាហើយក្នុងពេលបច្ចុប្បន្នក៏បានយកមកដាក់តម្កល់ដើម្បីជាការគោរពបូជាហើយនៅផ្នែកខាងមុខរបស់ប្រាសាទឬខាងមុខរោងថ្មីនេះក៏ឃើញមានការសង់ខឿនធំចំនួន2នៅអមសងខាងនៃច្រកចូលក្នុងប្រាសាទដែលខឿនទាំងពីរនេះសង់ឡើងដើម្បីសម្រាប់ដាក់តម្កល់សោមសូត្រដែលជាតូសម្រាប់បង្ហូរទឹកមន្តចេញពីប្រាសាទនៅពេលគេធ្វើពិធីសិវរាត្រីហើយសោមសូត្រនេះគឺឃើញមានជាចម្លាក់ក្បាលសត្វមកុដនៅខាងចុងផងដែរត្រង់ចំណុចនេះសោមសូត្រដែលបានសង់ឡើងគឺអាចក្នុងគោលបំណងចំនួន2ទី1វាគឺជាបច្ចេកទេសស្ថាបត្យកម្មនិងវិស្វកម្មដែលជាការរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីប្រាសាទព្រោះបើមិនមានការរៀបចំបានល្អនោះទេនោះនឹងធ្វើឲ្យគ្រឹះរបស់ប្រាសាទមានបញ្ហាប្រឈមផ្សេងៗនៅពេលដែលមានទឹកនៅខាងក្នុងប្រាសាទទី2សោមសូត្រភាគច្រើនមានជាក្បាលសត្វមកុដនេះគឺមានហេតុផលដែលមានក្នុងរឿងដំណាលថាសត្វមកុដនេះវាបានលេបសត្វនិងទេពទាំងឡាយដែលនៅលើផែនដីរហូតដល់ព្រះសិវៈចុះមកបង្ក្រាបហើយក៏បង្គាប់វាឲ្យខ្ជាក់សត្វនិងទេពនិករទាំងឡាយចេញមកវិញហេតុនេះហើយទើបនៅក្នុងសិល្បៈខ្មែរយើងឃើញមានរូបមកុដខ្ជាក់នាគរូបមកុដខ្ជាក់គ្រុឌជាដើមនិងសោមសូត្រនេះមានជាក្បាលសត្វមកុដដែលហូរទឹកមន្តចេញពីមាត់របស់វាក្រឡេកទៅមុខជាបន្តទៀតយើងឃើញមានផ្ទាំងឥដ្ឋដ៏ធំចំនួន2នៅអមសងខាងច្រកចូលប្រាសាទដែរដែលនៅខាងមុខផ្ទាំងថ្មទាំងពីរនេះយើងឃើញមានការសង់ជារូបចម្លាក់នរសិង្ហចំនួន2នៅអមសងខាងច្រកចូលដែលសង់ឡើងពីបេតុងអង្គុយលើជើងទម្រដែលសង់ឡើងពីបេតុងដូចគ្នាដែរហើយទំនងជាមានលាបពណ៌មាសថែមទៀតផងតែនៅមិនទាន់លាបហើយនោះទេដោយក្នុងរូបយើងឃើញមានស្នាមពណ៌មាសបន្តិចតែប៉ុណ្ណោះហើយនរសិង្ហនេះគឺជាការតំណាងនៃភាពអង់អាចក្លាហានភាពស្មោះត្រង់និងការថែរក្សាដ៏មាំមួនជាមួយគ្នានេះយើងក៏ឃើញមានការសង់ផ្លូវឡើងទៅប្រាសាទផងដែរដែលមើលទៅពិតជាស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ខ្លាំងណាស់ក្រៅពីនេះយើងក៏ឃើញមានការសង់ផ្លាកយ៉ាងស្រស់ស្អាតផងដែរដែលជាការបង្ហាញពីការស្វាគមន៍ដល់អ្នកមកទស្សនាថែមទៀតផងលើសពីនេះទៅទៀតប្រាសាទភ្នំធាតុក៏មានភ្លើងបំភ្លឺនៅពេលយប់ដែរដែលមើលទៅពិតជាពិសេសខ្លាំងណាស់ហើយយើងក៏អាចកម្សាន្តនិងទស្សនាពីប្រាសាទនេះនៅពេលរាត្រីបានថែមទៀតផងសរុបមកទោះបីជាប្រាសាទនេះស្ថិតក្នុងសភាពខូចខាតយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅតែរក្សាបាននូវអត្ថន័យខាងជំនឿសាសនាដ៏ជ្រាលជ្រៅរបស់ប្រជាជនខ្មែរនិងជាទីស្ថានបុរាណមួយផងដែរលើសពីនេះទៅទៀតទីតាំងប្រាសាទក៏មានការអភិរក្សនិងការអភិវឌ្ឍទីនេះឲ្យមានសោភ័ណភាពស្រស់ស្អាតដើម្បីជាការថែរក្សានិងលើកតម្កើងព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រាសាទនេះឲ្យបានច្រើនឡើងដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាការពារប្រាសាទបុរាណដែលជាកេរដំណែលនិងជាស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរលើសពីនេះទៅទៀតក៏សូមចូលរួមលើកតម្កើងនិងជួយផ្សព្វផ្សាយពីប្រាសាទបុរាណមួយនេះឲ្យបានច្រើនដើម្បីឲ្យបានដឹងនិងបានស្គាល់គ្រប់គ្នាបន្ថែមពីនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់ថ្នាក់ដឹកនាំគ្រប់រូបដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំប្រាសាទភ្នំធាតុឲ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ។